សម្ដេចតេជោបន្តក្រហមដែលត្រូវតបតបានកំណត់រួចហើយក្រោយទៅហ៊ានសៀមនៅតែបន្តបាញ់ស្រោចលើកងកម្លាំងកម្ពុជាសម្ដេចតេជោហ៊ុនសែននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5បានចេញបទបញ្ជាដល់កងកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ក្រោយទៅហ៊ានឈ្លានពានសៀមកំពុងតែប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជាតាំងពីម្សិលមិញយប់មិញនិងព្រឹកមិញនេះក្នុងគោលបំណងទាញឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចតេជោបញ្ជាក់នៅលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃច័ន្ទយ៉ាងដូចនេះថាបន្តក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំដល់នាយទាហានបងប្អូនពលទាហានឲ្យយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយប្រជាពលរដ្ឋភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពទន្ទឹមនឹងនេះសម្ដេចតេជោបានស្នើដល់កីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា